ជំរាបសួរបងប្អូនមានដឹងទេថាអាហារពេលព្រឹកដែលបងប្អូនពិសាជារៀងរាល់ព្រឹកនេះវាមានប្រមាណកាឡូរីដែរបងប្អូនមានដូចជាបាយស្រូបគុយទាវពេលដាក់គោបបរដាក់បងប្អូនវាមានកាឡូរីប្រហែលជា500ទៅ600កាឡូរីវាមានកម្រិតកាឡូរីខ្ពស់បងប្អូនកាឡូរីខ្ពស់គឺធ្វើឲ្យសុខភាពរបស់យើងមិនសូវជាមាំទាំល្អទេអាហារដែលខ្ញុំកំពុងតែរៀបចំនេះគឺជាប្រភេទអាហារធម្មជាតិវាមានកាឡូរីទាបបំផុតគឺត្រឹមតែ90កាឡូរីតែប៉ុណ្ណោះតែ90កាឡូរីនេះគឺមានវីតាមីនគ្រប់គ្រាន់ដែលសារពាង្គកាយរបស់យើងត្រូវការជាចាំបាច់បងប្អូនក្នុងការញ៉ាំអាហារជាពិសេសគឺត្រូវការបំផុតនៅវីតាមីនចម្រុះដែលរាងកាយយើងត្រូវការបាទបងប្អូននេះគឺជាអាហារធម្មជាតិដែលជាផលិតផលរបស់សហរដ្ឋអាមេរិកវាមានភាពងាយស្រួលបងប្អូនដែលគ្រាន់តែដាក់ទឹកត្រជាក់ធម្មតាចូលទៅក្នុងកែវចំណុះពី240មីលីលីត្រទៅ300មីលីលីត្រតទៅទៀតបងប្អូនដាក់អាហារចូលហើយធ្វើការក្លុកវាបងប្អូនគ្រាន់តែក្លុកឲ្យសព្វសាច់មកជាមួយនឹងទឹកដែលបងប្អូនបានដាក់ចូលហ្នឹងហើយបងប្អូនអាចយកទៅញ៉ាំបានមិនពិបាកក្នុងការចំណាយពេលក្លុកទេបងប្អូនចំណាយពេលតែ3ទៅ4នាទីគឺអាចយកមកញ៉ាំបានងាយស្រួលជាងបងប្អូនធ្វើដំណើរទៅទិញអាហារនៅខាងក្រៅបាទបងប្អូនគ្រាន់តែក្លុកតាមរបៀបនេះក្លុកវាទៅឲ្យវាសព្វសាច់មកដល់ទៀតបងប្អូនអាចយកទៅញ៉ាំបានហើយបងប្អូនមានជំរើសបាទអាចប្រើជាមួយទឹកធម្មតាក៏បានអាចដាក់បន្ថែមទឹកកកក៏បានដែរបងប្អូនទទួលបានទាំងរសជាតិឆ្ងាញ់ទទួលបានទាំងគុណភាពទទួលបានទាំងសុខភាពល្អសូមកុំភ្លេចក្លុកទាំងអស់គ្នាបងប្អូនដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានៅវីដេអូនេះពីដើមរហូតដល់ចប់អរគុណច្រើនតែកុំភ្លេចបងប្អូនក្លុកទាំងអស់គ្នាដើម្បីបានសុខភាពល្អទាំងអស់គ្នាបងប្អូនបាទជំរាបលាបងប្អូនអរគុណច្រើន